អ្វីទៅបានជាការដំឡើងពន្ធ49%របស់អាមេរិកមកកម្ពុជាមានការប៉ះពាល់ខ្លាំងទៅដល់សេដ្ឋកិច្ចជម្រាបសួរពុកម៉ែបងប្អូនដែលកំពុងតែតាមដាន Channel YouTube របស់ខ្ញុំប៊ូចាណាណែតអ្នកទាំងអស់គ្នាប្រហែលជាបានដឹងអំពីព័ត៌មានរបស់លោក Donald Trump ដែលបានប្រកាសអំពីពន្ធថ្មីនៅក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរប្រទេសកម្ពុជារបស់យើងពន្ធគយលើទំនិញអាមេរិកបានឡើងទៅដល់ 97% ចំណែកពន្ធគយបន្ធូរបន្ថយទំនិញនាំចូលទៅអាមេរិកមានចំនួន 49% បែបនេះហើយទើបកើតទៅជាកង្វល់ទៅដល់ពលរដ្ឋកម្ពុជារបស់យើងដែលគិតថា 49% នេះពិតជាប៉ះពាល់ទៅដល់ជីវភាពខ្លាំងមែនទែនមិនមែនតែប្រទេសរបស់យើងនោះទេលោក Donald Trump បានដំឡើងពន្ធនេះទៅលើប្រទេសមួយចំនួនដូចជាថៃវៀតណាមបង់ក្លាដេសតៃវ៉ាន់ឥណ្ឌូនេស៊ីស្វីសស្រីលង្កាអាហ្វ្រិកខាងត្បូងផងដែរបងប្អូនដែលធ្វើការនាំចេញផលិតផលទៅកាន់ប្រទេសអាមេរិកប្រកាសជាដឹងហើយអ្នកដែលរស់នៅប្រទេសអាមេរិកប្រកាសជាបានដឹងហើយថាទំនិញខ្មែរមានលក់អ្វីខ្លះនៅទីនោះបនក៏មានការនាំចេញទំនិញពីកម្ពុជាទៅលក់នៅអាមេរិកច្រើនផងដែរពេលដែលមានការដំឡើងពន្ធបែបនេះធ្វើឲ្យការនាំចេញមានការធ្លាក់ចុះហើយតម្លៃទំនិញរបស់កម្ពុជាក៏មានការកើនឡើងដែរទំនិញសំខាន់ដែលកម្ពុជាបាននាំចេញទៅអាមេរិកបានច្រើនជាងគេនោះមានដូចជាសម្លៀកបំពាក់និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ម៉ាស៊ីននិងឧបករណ៍អគ្គិសនីស្បែកជើងកៅស៊ូនិងផលិតផលដែលធ្វើចេញពីកៅស៊ូផ្លែឈើនិងគ្រាប់ផ្លែឈើដែលបរិភោគបានរួមទាំងទំនិញសំខាន់ជាច្រើនមុខទៀតបាត់បង់ការប្រកួតប្រជែងទំនិញកម្ពុជានឹងមានតម្លៃថ្លៃជាងមុនបើប្រៀបធៀបជាមួយនឹងប្រទេសដែលមានពន្ធតម្លៃទាបដំណើរសេដ្ឋកិច្ចមានការយឺតយ៉ាវដោយសារតែការនាំចេញជាចលករមួយដ៏សំខាន់របស់សេដ្ឋកិច្ចកម្ពុជាការធ្លាក់ចុះនៃវិស័យនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចជាតិទាំងមូលមួយទៀតនោះប៉ះពាល់ដល់ជីវភាពប្រជាជនដែលធ្លាប់តែនាំចេញបាត់បង់ការងារនិងប៉ះពាល់ដោយផ្ទាល់ដល់ប្រាក់ចំណូលជីវភាពរស់នៅរបស់កម្មករក៏ដូចជាគ្រួសារពួកគេទាំងមូលផងដែរចំណុចបន្ទាប់គឺជាការបាត់បង់ការងារការបញ្ជាទិញពីអាមេរិកមានការធ្លាក់ចុះដូច្នេះហើយអាចនឹងប្រឈមនឹងការបិទរោងចក្រឬក៏កាត់បន្ថយបុគ្គលិកជាពិសេសនៅក្នុងវិស័យកាត់ដេរដែលបានដឹងហើយថាភាគច្រើនជាមនុស្សស្រីសុទ្ធតែជាកម្មការិនីដែលធ្វើការរោងចក្ររាប់សែននាក់ឡងមកការពិភាក្សាអំពីលទ្ធផលដែលកម្ពុជាអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទូទៅសម្រាប់ទំនិញមួយចំនួនក៏ធ្វើឲ្យកម្ពុជាត្រូវជាប់ពន្ធនៅទំនិញធម្មតារបស់អាមេរិកដែរបែបនេះហើយដែលធ្វើឲ្យថ្លៃដើមទំនិញនោះកើនឡើងមនុស្សជាច្រើននៅលើបណ្ដាញសង្គមកំពុងតែឆ្ងល់ថាតើកម្ពុជាបានធ្វើខ្លះទៅលើសហរដ្ឋអាមេរិកបានជាលោក Donald Trump បានដាក់កម្រិតធ្ងន់មកលើកម្ពុជានៅក្នុងតារាងខ្ពស់ជាងគេបែបនេះ Look at Cambodia 97%យើងអាចកត់សម្គាល់តាមរយៈថូនសម្លេងគាត់របៀបថាគាត់ដូចសយចំអកមកកាន់ប្រទេសកម្ពុជារបស់យើងអញ្ចឹងយើងជាប្រជាជនដែលរស់នៅក្នុងប្រទេសនីមួយៗយើងគួរតែស្វែងយល់ឲ្យបានច្រើនទាក់ទងជាមួយនឹងសេដ្ឋកិច្ចក៏ដូចជានយោបាយការដំឡើងពន្ធនេះពិតជាប៉ះពាល់មែនទែនមកដល់ប្រទេសកម្ពុជារបស់យើងក្នុងវិស័យសេដ្ឋកិច្ចក៏ប៉ះពាល់ទៅដល់ប្រទេសមួយចំនួនទៀតដែលរងនឹងការដំឡើងពន្ធនេះដូចគ្នាដែរយើងនឹងរងនឹងការបាត់បង់ការងារធ្វើរាប់សិបនាក់និងលំហូរចេញមូលធនយ៉ាងឆាប់រហ័សចុះអ្នកទាំងអស់គ្នាដែលកំពុងតែមើលវីដេអូមួយនេះយល់យ៉ាងណាដែរ